ព្រឹកព្រលឹមស្រាងៗនៅក្បែរភូមិមួយកញ្ជ្រងល្បិចកលមួយក្បាលបានលបលួចចូលចិត្តទ្រង់មាន់វាមានគំនិតអាក្រក់ចង់ចាប់មាន់ស៊ីជាអាហារនៅក្លឹងទ្រង់មាន់មានមាន់រងាវមួយក្បាលកំពុងតែប្រទាំងស្លាប់ហើយរងាវឡើងយ៉ាងខ្លាំងក្លាប្រកាសដំណឹងថ្ងៃថ្មីសំឡេងរបស់វាឮសុសសាយពេញភូមិកញ្ជ្រងបានដាវទៅជិតទ្រង់រួចធ្វើពុតជាមិត្តល្អវាបានលួងលោមមាន់រងាវឲ្យចុះមកក្រោមដើម្បីនិយាយគ្នាកញ្ជ្រោយនិយាយថាលោកមាន់រងាវអើយខ្ញុំធ្លាប់ឮថាបើញាក់រងាវបិទភ្នែកវាកាន់តែពីរោះសាកមើលមិនដឹងពីរោះយ៉ាងណាទេដោយមានចិត្តក្រអឺតក្រទមចង់បង្ហាញស្នាដៃមាន់រងាវក៏ចុះពីទ្រង់ហើយបិទភ្នែកចិត្តដើម្បីរងាវតាមពាក្យកញ្ជ្រងភ្លាមនោះកញ្ជ្រងក៏ស្ទុះទៅចាប់មាន់រងាវបានយ៉ាងលឿនមាន់រងាវភ័យខ្លាចតែមិនអាចគេចខ្លួនបានឡើយឆ្កែយាមភូមិបានឮសំឡេងក៏ស្ទុះដេញតាមកញ្ជ្រោយយ៉ាងលឿនវាព្រុសខ្លាំងដើម្បីឲ្យកញ្ជ្រោយលែងមាន់រងាវបាននឹកថយល្បិចមួយវាស្រែកទៅកាន់កញ្ជ្រោងថាបើសិនជាឯងខ្លាំងមែនហេតុអ្វីមិនប្រយុទ្ធជាមួយឆ្កែនោះទៅដោយមានចិត្តក្រអៅក្រទមកញ្ជ្រោងក៏លែងមាន់ពីដៃដើម្បីងាកទៅប្រយុទ្ធភ្លាមនោះមាន់រងាវក៏ហោះទៅទុំលើមែកឈើរួចខ្លួនបាត់ទៅមាន់បាននិយាយសើចចំអកឲ្យកញ្ជ្រោងដែលល្ងងចាញ់ល្បិចខ្លួនកញ្ជ្រោងខឹងនឹងខ្លួនឯងក៏រត់ជួលព្រៃបាសទៅចំណែកមាន់រងាវវិញបានរៀនមេរៀនមួយថាកុំជឿសម្ដីអ្នកដទៃដោយងាយៗ